នមស្ការព្រះរតនត្រ័យចម្រើនពរញាតិញោមនេះគឺជាមេរៀនដំបូងមេរៀនទី1ណាអញ្ជើញញាតិញោមយើងយកប៊ិចយកសៀវភៅមកកត់ណាអញ្ជើញសរសេរមកដាក់មេរៀនទី1ណាមេរៀនទី1បន្ទាប់មកយើងសរសេរចំណងជើងអញ្ជើញពពួកទេវតាអញ្ជើញពពួកទេវតាញាតិញោមយើងដែលមានសៀវភៅដែលអាត្មាបានជូនទៅហ្នឹងក៏អញ្ជើញមើលនៅក្នុងទំព័រខាងដើមទៅតែម្ដងពីព្រោះអាត្មាដាក់គិតថាមិនចង់ឲ្យញាតិញោមយើងលំបាករកអញ្ចឹងមេដំបូងនោះគឺអាត្មាដាក់ពីដើមទំព័រទៅតែម្ដងហើយសម្រាប់ញាតិញោមយើងអត់មានសៀវភៅក៏អញ្ជើញកត់មកណាញាតិញោមព្រោះមានអក្សរមានអីនៅណានៅនេះចឹងយើងអាចមើលឃើញងាយស្រួលសរសេរងាយស្រួលកត់ហើយញាតិញោមកត់ទៅអាត្មានិយាយនេះក៏ពន្យាពេលក្រែងញាតិញោមយើងកំពុងតែកត់បាទចឹងសង្ឃឹមថាញាតិញោមយើងបានកត់រួចរាល់ហើយឥឡូវជាបន្តទៅយើងក៏នឹងត្រូវណាសរសេរធម៌ណាសមន្តាសមន្តាសរសេរនឹងប្រកបណាសយើងអានថាសយើងអានថាមកត្រូវមកប្រកបជាមួយនឹងណទៅជាមន់ណាមកនឹងណមន់មកនឹងណមន់មកនឹងណមន់ណាមកនឹងណមន់ហើយជើងតណាដាក់ស្រែតាជើងតដាក់ស្រែតាដូច្នេះពាក្យត្រឹមប៉ុណ្ណឹងយើងអានថាសមន្តាសមន្តាណាអាត្មាសូមដូរពណ៌កុំឲ្យដូចខាងលើណាអាត្មាដាក់ពណ៌ខ្មៅណាអញ្ចឹងយើងអានថាសមន្តាសមន្តាណាសង្ឃឹមថាញាតិញោមយើងសរសេរតន់ក៏ដូចជាចេះអានណាញាតិញោមយើងរៀនអានតាមណាស្ដាប់សំនៀងអាត្មាអានហើយជើញរៀនអានតាមបងអញ្ចឹងយើងបន្តទៅមុខទៀតចក្រវាលេសូចក្រវាលេសូណាយើងសរសេរចនឹងកចក្រនឹងកចក្រនឹងកចក្រណាចនឹងកនេះសន្លេងចក្រហើយនៅសល់ណាជើងកកៈមកកន្លែងនេះស្មើនឹងកៈ2អញ្ចឹងណាញាតិញោមកន្លែងហ្នឹងគឺស្មើនឹងកៈ2អញ្ចឹងប៉ុន្តែដល់ទៅយើងសរសេរជាផ្លូវការយើងមិនសរសេរអញ្ចឹងទេគឺយើងត្រូវយកកហ្នឹងមកដាក់ជើងកបែបនេះយើងសរសេរជាផ្លូវការអញ្ចឹងប៉ុណ្ណឹងយើងអានថាចក្រណាចក្រហើយបន្តទៅទៀតមកវដាក់ស្រែវដាក់ស្រែវដាក់ស្រែណាឡដាក់ស្រែលេឡដាក់ស្រែលេឡដាក់ស្រែលេសដាក់ស្រឧសុណាសដាក់ស្រឧនឹងសូណាសដាក់ស្រឧនឹងសូណាសដាក់ស្រឧនឹងសូដូច្នេះឃ្លាប៉ុណ្ណឹងយើងអានថាចក្រវាលេសូណាម្ដងទៀតចក្រវាលេសូម្ដងទៀតចក្រវាលេសូណាអាត្មាអានជូនពីខាងក្រោយមកវិញជើញញាតិញោមយើងផ្ទៀងផ្ទាត់នៅក្នុងសៀវភៅដៃរបស់ញោមក៏ដូចជាអញ្ជើញរៀនអានតាមនៅនឹងកន្លែងបងសមន្តាចក្រវាលេសូម្ដងទៀតសមន្តាចក្រវាលេសូណាសង្ឃឹមថាញាតិញោមយើងកត់តន់ក៏ដូចជាអានបានបើពីព្រោះច្រើនលើកច្រើនសារមែនតែនណាដោយសារយើងទៅតែរៀនដំបូងអញ្ចឹងយើងត្រូវយឺតកុំមិនចាំបាច់ចង់លឿនទេសំខាន់គឺយើងកត់បានត្រឹមត្រូវយើងចេះអានហើយយកទៅទន្ទិញឲ្យបានត្រឹមត្រូវបង
nè chốt phần to địch tham các bạnឬក៏សភៅដៃរបស់ញោមអាចសរសេរទៅមុខទៀតបានក៏អញ្ជើញទៅតែត្រូវដក clear បាទណាអញ្ជើញសរសេរបន្តអត្រាកិច្ចឆន្ទៈម្ដងទៀតអត្រាកិច្ចឆន្ទៈសរសេរណែអយើងអានថាអយើងអានថាតជើងរដាក់ស្រែត្រាតជើងរដាក់ស្រែត្រាណែកិច្ចកនិងចយើងអានថាកិច្ចកនិងចយើងអានថាកិច្ចហើយជើងឆនិងណឆន់ណែជើងឆនិងណឆន់ណែជើងឆនិងណឆន់នៅក្នុងបាលីហ្នឹងគឺត្រូវអានឲ្យអស់ដៃអស់ជើងអញ្ចឹងញាតិញោមមើលដោយកន្លែងហ្នឹងអញ្ចឹងគឺណាជើងឆហ្នឹងក៏ត្រូវយកមកអានដែរអញ្ចឹងជើងឆហ្នឹងត្រូវមកប្រកបជាមួយណអញ្ចឹងទៅជាឆន់ហើយណាជើងតដាក់ស្រឧតមកជើងតដាក់ស្រឧតដូច្នេះយើងអានថាអត្រាកិច្ចឆន្ទៈណែអត្រាកិច្ចឆន្ទៈណាកន្លែងនេះអាត្មាពលាជូនញោមណាញោមគឺយើងអានបែបនេះណាញោមណាកិច្ចមកហើយណាឆនេះមកប្រកបជាមួយណអញ្ចឹងណាប្រកបជាមួយណហើយតដាក់ស្រឧមកនេះញោមបើយើងពលាទៅគឺបែបហ្នឹងណែអត្រាកិច្ចណាកិច្ចហើយឆនេះមកប្រកបជាមួយណមកឆនិងណឆន់ឆនិងណឆន់ណាហើយតដាក់ស្រឧតមកដូច្នេះយើងអានថាអត្រាកិច្ចឆន្ទៈណាអាត្មាដកបន្តិចចេះមកនេះញោមអត្រាកិច្ចឆន្ទៈហ្នឹងពេលដែលយើងយកមកអានគឺរបៀបអញ្ចឹងហើយដល់តែយើងសរសេរជាផ្លូវការគឺបែបនេះណាញោមយើងត្រូវយកជើងឆហ្នឹងនៅក្រោមជើងចទៅជាបែបនេះហើយយើងយកអក្សរតដាក់ស្រឧនេះមកនៅក្រោមជើងណអញ្ចឹងទៅជាបែបនេះនេះផ្លូវការណាញោមអត្រាកិច្ចឆន្ទៈអត្រាកិច្ចឆន្ទៈណាសង្ឃឹមថាញាតិញោមយើងអាចអានបានក៏ដូចជាសរសេររួចរាល់ហើយឥឡូវយើងបន្តទៅទៀតដូរ clear ទេវតាណាទេវតាយើងសរសេរតដាក់ស្រែទេតដាក់ស្រែអានថាទេណាវអានថាវៈវអានថាវៈវអក្សរវអានថាវៈហើយតដាក់ស្រែតាតដាក់ស្រែតាដូច្នេះពាក្យត្រឹមប៉ុណ្ណឹងយើងអានថាទេវត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 ាណាខ្មែរយើងទេវតាញោមណាគ្រាន់តែយើងអានជាភាសាបាលីហ្នឹងគឺទេវតាណាអញ្ចឹងកន្លែងហ្នឹងគឺយើងអានទេវតាមិនមែនអានទេវតាទេកន្លែងហ្នឹងយើងអានជាភាសាបាលីគឺយើងអានថាទេវតាណាអញ្ចឹងថ្មអានជូនពីខាងក្រោយមកវិញជើញញាតិញោមយើងរៀនអានក៏ដូចជាផ្ទៀងផ្ទាត់នៅក្នុងសៀវភៅដៃរបស់ញោមផងដែរអត្រាកិច្ចឆន្ទៈទេវតាណាអញ្ចឹងយើងដក clear ឬក៏ចូលបន្តដូចថ្មក៏បានដែរសត្វធាមាំងណាសត្វធាមាំងណាសត្វធាមាំងយើងសរសេរសនឹងតយើងអានថាសត្វណាសនឹងតយើងអានថាសត្វហើយជើងថនឹងមកធាមណាជើងថនឹងមកយើងអានថាធាមហើយជើងមកដាក់ស្រំម៉ាំងឬក៏យើងអានម៉ាំងក៏បានដែរតែយកមួយទៅគឺកន្លែងហ្នឹងយើងយកម៉ាំងមកតែញាតិញោមសូត្រម៉ាំងក៏មិនអីដែរអញ្ចឹងយើងអានថាសត្វធាមម៉ាំង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 ណា
សង្ឃឹមថាញាតិញោមយើងអាចអានបានព្រោះច្រើនដងដកឃ្លាសរសេរបន្តមុនិរាជសៈមុនិរាជសៈណាជើញសរសេរមកដាក់ស្រឧមុមកដាក់ស្រឧមុនៅដាក់ស្រអ៊ីនេះនៅដាក់ស្រអ៊ីនេះរដាក់ស្រអារារដាក់ស្រអារារដាក់ស្រអារាចូលនឹងសជះណាចូលនឹងសជះណាសំឡេងជះញញោមឧទាហរណ៍ដូចយើងជះទឹកជះអីចោលអញ្ចឹងណាអញ្ចឹងចូលនឹងសហ្នឹងសំឡេងជះហើយនៅសជើងសសាក់មកនៅសជើងសយើងអានថាសាក់នៅសជើងសយើងអានថាសាក់អញ្ចឹងកន្លែងនេះមានន័យថាស2ណាញោមនេះស្មើនឹងស2ស្មើនឹងស2អញ្ចឹងយើងត្រូវយកអក្សរសហ្នឹងយកមកតម្រួតគ្នានៅពេលដែលយើងសរសេរជាផ្លូវការគឺបែបនេះណាអញ្ចឹងយើងអានថាមុនិរាជសៈម្ដងទៀតមុនិរាជសៈណាអញ្ចឹងញាតិញោមយើងរៀនអានពីខាងក្រោយមកវិញសទ្ធិមੰមុនិរាជសៈណាដកឃ្លាឬក៏ចុះបន្តដូចអាត្មាក៏បានដែរសុនន្តោសុនន្តោសរសេរសដាក់ស្រឧសុសដាក់ស្រឧសុណនឹងណនន់ណាណនឹងណសំឡេងណន់ណនឹងណសំឡេងណន់ហើយជើងតដាក់ស្រឧតោណាជើងតដាក់ស្រឧតោដូច្នេះពាក្យត្រឹមប៉ុណ្ណឹងយើងអានថាសុនន្តោណាសុនន្តោសុនន្តោសុនន្តោណាដកឃ្លាសរសេរបន្តសក្កៈមោខៈទាំងសក្កៈមោខៈទាំងសរសេរសនឹងកសាក់សនឹងកសាក់សនឹងកសាក់ហើយនៅសល់ជើងកកៈណាជើងកកៈជើងកកៈមកដាក់ស្រអោនឹងកមកណាមកដាក់ស្រអោនឹងកសន្លេងមកមកដាក់ស្រអោនឹងកសន្លេងមកហើយនៅសល់ជើងខខៈណាជើងខហ្នឹងខៈមកជើងខអានថាខៈណាជើងខអានថាខៈតដាក់ស្រអំទាំងមិនមែនទុំទេណាញាតិញោមណាញាតិញោមយើងនឹងអានទុំមិនមែនទុំទេតដាក់ស្រអំហ្នឹងញាតិញោមត្រូវចាំថាឲ្យតែឃើញតដាក់ស្រអំអញ្ចឹងគឺយើងអានថាទាំងអញ្ចឹងណាញោមអញ្ចឹងតដាក់ស្រអំហ្នឹងមិនមែនអានទុំទេគឺទាំងណាដូច្នេះយើងអានថាណាទាំងណាហើយខានមកណាញាតិញោមចប់ប៉ុណ្ណឹងបាលីណាអត់គ្រាន់ទេអញ្ចឹងអាត្មាសូមណាពង្រួមគាត់បន្តិចដោយសារអត់គ្រប់ណាអញ្ចឹងជើញញាតិញោមយើងរៀនអានពីខាងក្រោយមកវិញសក្កៈមោខៈទាំងសក្កៈមោខៈទាំងម្ដងទៀតសក្កៈមោខៈទាំងនៅកន្លែងហ្នឹងញាតិញោមយើងអានអត់សូវបានត្រឹមត្រូវទេអានអត់ត្រូវច្រើនអញ្ចឹងញាតិញោមយើងស្ដាប់សំនៀងអាត្មាអានឲ្យបានហើយអញ្ជើញរៀនអានតាមនៅនឹងកន្លែងបងដែលអាត្មាចេតនាមញាតិញោមយើងអានចូលអានឡើងអានចូលអានឡើងហ្នឹងគឺដើម្បីឲ្យញាតិញោមយើងរៀនអានឲ្យថ្នឹកមាត់ហើយពីព្រោះអណ្ដាតរបស់យើងមិនដែលធ្លាប់ប្រើញាតិញោមយើងមិនដែលធ្លាប់សូត្រមិនដែលធ្លាប់ចេះមិនដែលធ្លាប់ប្រើម្ល៉េះហើយអណ្ដាតហ្នឹងរឹងចឹងហើយបានជាទាមទារតម្រូវឲ្យយើងនឹងរៀនថារៀនអានរៀនពោលឲ្យច្រើនលើកច្រើនសារទៅធ្វើយើងថ្នឹកមាត់បន្ទាប់មកយើងទន្ទិញនឹងទៅងាយនៅក្នុងការទន្ទិញងាយនៅក្នុងការចងចាំបងអញ្ចឹងសូមកុំភ្លេចអញ្ជើញរៀនអានតាមអាត្មាណាអញ្ជើញសក្
កៈមោខៈទាំងសកៈមោខៈទាំងណាជើញាតិញោមយើងរៀនអានពីខាងក្រោយមកវិញសុនន្តោសកៈមោខៈទាំងខណ្ឌចប់ប៉ុណ្ណឹងលើជើញាតិញោមយើងណែអានពីខាងលើមកវិញហើយក៏ដូចជាអញ្ជើញផ្ទៀងផ្ទាត់នៅក្នុងសៀវភៅដៃរបស់ញោមផងដែរសមន្តាចកវាលេសោអត្រាកិច្ឆន្តោទេវតាសទ្ធម្មំមុនិរាជសៈសុនន្តោសកៈមោខៈទាំងណែប៉ុណ្ណឹងណាញាតិញោមហើយញាតិញោមយើងអញ្ជើញយកទៅទន្ទិញញាតិញោមយើងទន្ទិញម្ដងតែមួយពាក្យអញ្ចេះសិនបានហើយកុំតន់ពីរពាក្យអញ្ចេះអីពីព្រោះក្រែងញាតិញោមយើងទន្ទិញអត់កើតដំបងអញ្ចឹងអាចអណ្ដាតយើងរឹងអញ្ចឹងបើយើងទន្ទិញពីរភ្ជាប់អញ្ចេះក្រែងកន្លោះអត់តាន់អញ្ចឹងយើងមកពាក្យសិនមកឧទាហរណ៍សមន្តាហើយដល់តែយើងប្រល់ហើយយើងចូលមកដល់ឃ្លាទី2ណែចក្រវាលេសោចក្រវាលេសោចឹងមកហើយដល់តែយើងបាក់មាត់ហើយភាសាដែលប្រើពាក្យថាបាក់មាត់គឺរាល់មាត់ចឹងណារាល់មាត់ហើយយើងក៏អាចដើម្បីនឹងទន្ទិញពីរផ្គូផ្គ្នាទៅណែជាឧទាហរណ៍សមន្តាចក្រវាលេសោសមន្តាចក្រវាលេសោនឹងដល់តែយើងថ្នឹកទៅយើងអាចទន្ទិញពីរផ្គូគ្នាអញ្ចឹងទៅយើងទន្ទិញឲ្យលឿនអញ្ចឹងទៅហើយដូចគ្នាណាញាតិញោមចូលមកខាងក្រោមនឹងដូចគ្នាដែរនឹងគ្រាន់តែជាឧទាហរណ៍ទេតែញាតិញោមយើងទន្ទិញបែបណារៀនបែបណាដែលងាយស្រួលនឹងចងចាំសម្រាប់ញោមក៏អញ្ជើញណាញោមព្រោះឧបនិស្ស័យសន្សំមកនឹងអត់ដូចគ្នាទេអញ្ចឹងញាតិញោមយើងទន្ទិញបែបណារៀនបែបណាក៏អញ្ជើញទៅសំខាន់គឺឲ្យចេះឲ្យចាំបាទអញ្ចឹងប៉ុណ្ណឹងទេណាញាតិញោមបាលីនៅក្នុងណាមេរៀនទី1ហ្នឹងគឺប៉ុណ្ណឹងឥឡូវអញ្ជើញញាតិញោមយើងសូត្រទាំងអស់គ្នាហើយសូត្រមួយពីព្រោះយើងទៅរៀនដំបូងណែសមន្តាចក្រវាលេសោអត្រាកិច្ឆន្តោទេវតាសទ្ធម្មំមុនិរាជាសៈសុនន្តោសកៈមោខៈទាំងណែហើយដល់តែយើងចេះទៅយើងសូត្រឲ្យលឿនតែសមន្តចក្រវាលេសោអត្រាកិច្ឆន្តោទេវតាសទ្ធម្មំមុនិរាជាសៈសុនន្តោសកៈមោខៈទាំងណែដល់យើងចេះទៅយើងសូត្រមិនបានកន្លះដង្ហើមផងណាញាតិញោមអញ្ចឹងចប់ហើយនៅក្នុងបាលីហ្នឹងជាបន្តទៅយើងនឹងសិក្សាសេចក្តីប្រែណាសេចក្តីប្រែហើយចំពោះសេចក្តីប្រែនេះគឺអាត្មាសរសេរតែម្ដងដើម្បីកុំឲ្យយូរណាកុំឲ្យយូរអញ្ចឹងញាតិញោមពីព្រោះជាភាសាខ្មែរយើងទេញាតិញោមយើងអាចអានបានអញ្ចឹងញាតិញោមយើងជើញ screen មកណាញាតិញោមអាច screen មកស្លឹកទុកមកscreen មកស្លឹកចឹងមកញាតិញោមយើងដែលអត់ចេះ screenshot ញាតិញោមជើញទៅរកកូនណាជើញទៅរកកូនរកចៅអីឲ្យគាត់ជួយ screen ជូនញោមមកហើយឲ្យគាត់ជួយបរៀនទៅណាញោមយើងចេះណាខ្លួនយើងទៅគឺយើងងាយស្រួលនៅក្នុងការប្រើប្រាស់អញ្ចឹងឲ្យគាត់ជួយបរៀនមកកូនឯងជួយបរៀនម៉ែឬក៏បរៀនពុកឬក៏បរៀនម៉ាក់បរៀនប៉ាបរៀនយាយបន្តិចមករបៀប screenshot នេះគេចុចយ៉ាងម៉េចអីយ៉ាងម៉េចចឹងណាហើយនេះអាត្មាបង្រៀនបែបបញ្ចូលទូរស័ព្ទណាវីដេអូមុននោះអាត្មាបង្រៀនបដិទូរស័ព្ទហើយលើកនេះអាត្មាបង្រៀនបញ្ចូលពីព្រោះតម្រូវជាមួយនឹងទូរស័ព្ទជាទូទៅញាតិញោមយើងប្រើមើលហ្នឹងគឺមើលបញ្ចូលទូរស័ព្ទណាអញ្ចឹងហើយញាតិញោមយើងដើម្បីឲ្យរីកធំកុំភ្លេចចុចឲ្យពេញ screen ណាគឺមានន័យថាចុចនៅខាងក្រោមបើញាតិញោមយើង
មើលនៅក្នុង YouTube សិក្សានៅក្នុង YouTube ដូចជានៅខាងក្រោមហ្នឹងដូចជានៅស្ដាំដៃខាងក្រោមចែងខាងក្រោមហ្នឹងដូចជានៅស្ដាំដៃអញ្ចឹងញោមចុចកន្លែងហ្នឹងទៅគឺគាត់នឹងរីកពេញទូរស័ព្ទហើយញាតិញោមក៏ដូចគ្នាដែលអាចសួរកូនសួរចៅយើងទៅថាចុចមិនដើម្បីឲ្យវាពេញផ្ទាំងទូរស័ព្ទអីចឹងណាអញ្ចឹងគាត់ជម្រាបគាត់ប្រាប់ហើយគឺចុចនៅខាងក្រោមដូចជានៅខាងស្ដាំដៃនឹងចុចទៅគាត់នឹងរីកធំណាអញ្ចឹងសង្ឃឹមថាញាតិញោមយើងបាន screenshot រួចហើយឥឡូវជាបន្តគឺអាត្មានឹងបង្រៀនសេចក្តីប្រែនឹងជាបន្តទៀតហើយចំពោះសេចក្តីប្រែនេះអាត្មាមិនលំអិតទេមានន័យថាមិនប្រកបជូនទេទល់តែកន្លែងណាលំបាកហ្នឹងសឹមអាត្មាប្រកបជូនបងដើម្បីកុំឲ្យវីដេអូហ្នឹងវែងពេកហើយមួយទៀតភ្លេចសួរណាញាតិញោមយើងនៅក្នុងបន្ទប់យើងនេះស្ដាប់បានច្បាស់ទេញោមណាសាធុច្បាស់ហើយអក្សរហ្នឹងប៉ុណ្ណឹងអាចមើលឃើញបានទេញោមអរគុណញោមណាពីព្រោះអាត្មាព្យាយាមពង្រីកឲ្យធំដើម្បីងាយស្រួលញាតិញោមយើងមើលព្រោះគិតថាញាតិញោមយើងដែលមានបច្ចុប្បន្នច្រើនគឺតើតែពង្រីកអក្សរនឹងឲ្យរៀងធំតិចទៅមានសភាពងាយស្រួលដល់ញោមដែលមានបច្ចុប្បន្នច្រើនក្នុងការសិក្សាតែហើយបើអក្សរមិនសូវច្បាស់ឬក៏សំឡេងមិនឮអីចឹងសូមមេត្តាជួយប្រាប់ផងណាញាតិញោមយើងរៀននៅក្នុងក្រុម Telegram របស់យើងហើយអាត្មាក៏នឹងយកទៅបង្ហោះនៅក្នុង social media ផ្សេងៗដូចជា YouTube ជាដើមផងដែរអញ្ចឹងយើងចាប់ផ្ដើមសិក្សាណាញាតិញោមដែលសរសេរក៏អញ្ជើញសរសេរណាប្រែថាទេវតាទាំងឡាយនេះដល់តែយើងអានសេចក្តីខ្មែរយើងគឺទេវតាធម្មតាចឹងមកខាងលើមិញទេវតាញោមនេះត្រង់ចំណុចពាក្យនេះណាយើងអានទេវតានឹងយើងអានបាលីណាទេវតាដល់តែមកណាសេចក្តីប្រែហ្នឹងគឺយើងអានធម្មតាមកគឺទេវតាចឹងមកទេវតាទាំងឡាយក្នុងចក្រវាលទាំងឡាយណាទេវតាទាំងឡាយក្នុងចក្រវាលទាំងឡាយណាបន្តទៅទៀតទៅដោយជុំវិញសូមអញ្ជើញមកណាដោយជុំវិញសូមអញ្ជើញមកណាដោយជុំវិញសូមអញ្ជើញមកបន្តទៅទៀតទៅប្រជុំគ្នាក្នុងទីនេះណាទីណាដែលញោមនៅគឺទីនោះឯងអញ្ចឹងណាបើញាតិញោមយើងសូត្រនៅក្នុងផ្ទះរបស់យើងគឺអញ្ជើញនៅក្នុងផ្ទះរបស់យើងអញ្ចឹងទៅហើយបើយើងនៅទីប្រជុំសាលាកផាត់ឬក៏នៅទីប្រជុំសាលាទីប្រជុំប៉ុនអីអញ្ចឹងទៅក៏នៅទីនោះទៅទីណាគឺទីនោះឯងអញ្ចឹងណាញោមណាមកប្រជុំគ្នាក្នុងទីនេះបន្តទៅទៀតចូលស្ដាប់ណាចូលស្ដាប់នៅព្រះសទ្ធម្មណាចូលស្ដាប់នៅព្រះសទ្ធម្មកន្លែងនេះមិនចាំបាច់ដកឃ្លាក៏បានដែរណាញាតិញោមណាប៉ុន្តែដោយសារបើអត់ដកទេវាអត់ស្មើចេះញោមឃើញហើយបើយើងទាញពីក្រោមនេះទៅគឺទាញទៅអត់គ្រប់ទេអញ្ចឹងបានអាត្មាដកខ្លះតែសម្រាប់ញោមសរសេរនៅក្នុងសៀវភៅដៃរបស់ញោមមិនបាច់ដកទេណាចូលស្ដាប់នៅព្រះសទ្ធម្មណាព្រះសទ្ធម្មណាពាក្យនេះរៀងពិបាកអាត្មាដកខាងនេះវិញណាព្រះសទ្ធម្មអញ្ចឹងយើងប្រកបមកសនិងតនេះយើងអានថាសัตว์ខាងលើមិញចេះណាញោមសនិងតយើងអានថាសัตว์ហើយនៅសល់ជើងថនេះត្រូវមកប្រកបជាមួយមកហើយមកជើងមកនេះជាធម្មតាបើយើងអានបាលីគឺមគ្គមានសលេងមគ្គមួយទៀតប៉ុន្តែដោយសារយើងអានជាសំនៀងខ្មែរយើងអញ្ចឹងយើងមិនចាំបាច់អានមគ្គទៀតទេកន្លែងហ្នឹងគឺយើងអានត្រឹមតែសត្វធម្មណាសត្វធម្មអញ្ចឹងមកសត្វធម្មឃើញទេមិនចាំបាច់សត្វធម្មទេអញ្ចឹងញាតិញោមយើងមេត្តាបានជ្រាបដែរព្រោះញាតិញោមយើងបានពិសោធន៍នៅក្នុងក្រុមដតីហ្នឹងគឺគាត់អានសត្វធម្មកន្លែងហ្នឹងអញ្ចឹងអត់ទេគឺយើងអានសត្វធម្មទៅទេបានហើយណាជាថ្មីម្ដងទៀតព្រះសទ្ធម្មអញ្ជើញបន្តជាធោអាចឲ្យនៅសួគ៌និងព្រះនិព្វានណាព្រះសទ្ធម្មជាធោអាចឲ្យនៅសួគ៌និងព្រះនិព្វានណាតាមពិតនឹងចង់ជម្រាបបញ្យលជូនញាតិញោមយើងខ្លះទៀតប៉ុន្តែពេលវេលាមិនសម្បូរណាញោមចាំពេលវេលាដែលយើងមានឱកាសផ្សេងទៀតឬក៏ញោមអាចស្ដាប់ធម៌អីបន្ថែមទៀតចឹងទៅណាអញ្ចឹងយើងបន្តទៅទៀតនឹងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណណា
ព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណអញ្ចឹងអាត្មាសូមប្រកបជូនពាក្យកន្លែងនេះពីព្រោះលំបាកអានអញ្ចឹងអនេះយើងអានថាអនេះយើងអានថាអអានថាអណដាក់ស្រៈណាមកណាណដាក់ស្រៈណាវអានថាវៈវអានថាវៈវអានថាវៈរអានថារៈរអានថារៈរអានថារៈណត្រូវមកប្រកបជាមួយនឹងញអញ្ចឹងណនិងញនឹងសំឡេងណាញ់ណាញ់ណាក់និងញាក់នឹងសំឡេងណាញ់ណាណនិងញនឹងសំឡេងណាញ់ហើយនៅសល់ជើងញមួយមិនអញ្ចឹងឯងញោមកន្លែងនេះញជើងញមានន័យថាញ2អញ្ចឹងណាអញ្ចឹងយើងត្រូវទាញអក្សរណហ្នឹងមកប្រកបជាមួយញមួយទៅមិននៅសល់ជើងញមួយតោះនេះណានៅសល់ជើងញមួយហើយណាហើយមិនស្អានឹងណមកញៀនមកណាជើងញហ្នឹងដាក់ស្រៈនឹងណញៀនមកជើងញដាក់ស្រៈនឹងណញៀនដូច្នេះត្រង់កន្លែងនេះយើងអានថាណាណាញ់ញៀនណាណាញ់ញៀនមិនបាច់អានញៀនណាទៀតទេកន្លែងហ្នឹងបញ្ជាក់ឲ្យបញ្ជាក់ទៀតណាណាញ់ញៀនណាញ់ញៀនអញ្ជើញអានពីខាងក្រោយមកវិញអណាវៈរៈណាញ់ញៀនម្ដងទៀតអណាវៈរៈណាញ់ញៀនម្ដងទៀតអណាវៈរៈណាញ់ញៀនណារបស់ព្រះអនាវរណញ្ញាណណាច្រើនលើកច្រើនសារមែនតែនទាំងការអានក៏ច្រើនលើកច្រើនសារទាំងការប្រកបក៏បានប្រកបជូនញាតិញោមយើងអញ្ចឹងសង្ឃឹមយ៉ាងមុតមមថាញាតិញោមយើងអាចចេះអានបានអញ្ចឹងបានញាតិញោមយើងត្រូវរៀនអានជាដំបូងនឹងស្ដាប់សំនៀងអាត្មាអានឲ្យបានសិនបន្ទាប់មកអញ្ជើញរៀនអានតាមបាទណាដកឃ្លាឬក៏ជប់បន្តដូចអាត្មាក៏បានដែរជាស្ដេចនៃអ្នកប្រាជ្ញណាជាស្ដេចនៃអ្នកប្រាជ្ញជាស្ដេចនៃអ្នកប្រាជ្ញណាជាស្ដេចនៃអ្នកប្រាជ្ញខណ្ឌចប់ប៉ុណ្ណឹងនឹងចំពោះសេចក្តីប្រែនឹងគឺមានប៉ុណ្ណឹងឥឡូវអញ្ជើញញាតិញោមយើងផ្ទៀងផ្ទាត់នៅក្នុងសៀវភៅដៃរបស់ញោមពីខាងលើមកក៏ដូចជាអញ្ជើញរៀនអានតាមណាទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធម្មជាធម៌អាចឲ្យនៅសួគ៌នឹងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញណាចាប់ប៉ុណ្ណឹងឥឡូវយើងសូត្រមកណាញាតិញោមយើងសូត្រជឿទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធម្មជាធម៌អាចឲ្យនៅសួគ៌នឹងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញសូមអនុមោទនាណាអញ្ចឹងយើងចប់ប៉ុណ្ណឹងណាញាតិញោមទាំងបាលីទាំងសេចក្តីប្រែលើអញ្ជើញញាតិញោមយើងណារៀនអានក៏ដូចជាផ្ទៀងផ្ទាត់តាំងតែពីបាលីនិងសេចក្តីប្រែដែលយើងទើបតែរៀនហើយនេះណាអញ្ជើញរៀនអានតាមណាញាតិញោមផ្ទៀងផ្ទាត់នៅក្នុងសៀវភៅដៃសមន្តាចក្រវាលេសូអត្រាកិច្ចឆន្ទោទេវតាសទ្ធម្មំមុនិរាជសៈសូនន្តោសក្យមោខទាំងទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធម្មជាធម៌អាចឲ្យនៅសួគ៌និងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញបាទចប់ប៉ុណ្ណឹងហើយនេះសៀវភៅណាញាតិញោមដែលអញ្ជើញត្រូវការសៀវភៅដើម្បីយកទៅសិក្សាបន្ថែមអាត្មាមានជូនជាធម្មទានបាទហើយអាត្មាបានដាក់ចំណងជើងសៀវភៅហ្នឹងគឺរៀនធម៌នមស្ការដំបូងញាតិញោមយើងចាស់សិស្សចាស់ប្រហែលជាជ្រាបហើយអញ្ចឹងអាត្មាដាក់ចំណងជើងសៀវភៅហ្នឹងគឺសំដៅដល់សម្រាប់ញាតិញោមដែលទើបតែសិក្សាថ្មីមិនទាន់ចេះសោះអញ្ចឹងណាទើបបានជាអាត្មាដាក់ថារៀនធម៌នមស្ការដំបូងគឺផ្ដោតសំដៅសំខាន់គឺញាតិញោមយើងដែលមិនទាន់ចេះសោះ
ឬក៏ថាញាតិញោមយើងចេះតិចហ្នឹងក៏អាចអញ្ជើញសិក្សាបានតែជាពិសេសហ្នឹងគឺញាតិញោមដែលអត់ចេះសោះតែម្ដងអញ្ចឹងក៏អាចអញ្ជើញមកយកសៀវភៅហ្នឹងទៅសិក្សាបានតាមសំគួរបើហើយរៀបនឹងមុននឹងអញ្ជើញមកអីក៏ទេមកលេខនេះមុនមកព្រោះក្រែងតែអាត្មាមិននៅកន្លែងអីចឹងអញ្ជើញមកនៅមិនខកខានណាហើយអាចអញ្ជើញចូលទៅកាន់ YouTube ឬក៏ page ឈ្មោះអូនថាហ្នឹងទៅណាញោមហើយចុច Subscribe ចុចអីចឹងទៅដើម្បីទទួលបានវីដេអូជាប្រចាំថ្មីណាឬក៏តាក់ទងនៅក្នុង Telegram ហ្នឹងទៅតាមលេខទូរស័ព្ទហ្នឹងដូចគ្នាដែរអញ្ចឹងប៉ុណ្ណឹងទេណាញាតិញោមជាថ្មីម្ដងទៀតណាជាការផ្ដាំផ្ញើគឺអញ្ជើញយកទៅទន្ទិញឲ្យចាំណាដំបងអញ្ចឹងទទួលស្គាល់ថាពិតជាលំបាកសម្រាប់ញាតិញោមយើងពីព្រោះជាភាសាមួយដែលយើងមិនដែលធ្លាប់ប្រើមែនទេញាតិញោមមានបច្ចុប្បន្ន20ឆ្នាំ30ឆ្នាំ40ឆ្នាំ50ឆ្នាំ60ឆ្នាំ70ឆ្នាំជាដើមអីចឹងពេលខ្លះញាតិញោមយើងមិនដែលបានពោលមិនដែលបានរៀននៅពាក្យធម៌ហ្នឹងទេចឹងមិនដែលធ្លាប់បានរៀនទេម្ល៉េះហើយអណ្ដាតរឹងប្របាក់កន្លោះហ្នឹងគឺជារឿងធម្មតាហើយយើងអត់ចម្លែកទេពីព្រោះយើងអត់ដែលធ្លាប់ពោលអត់ដែលធ្លាប់ប្រើអ្វីក៏ដោយបើយើងមិនដែលធ្លាប់ប្រើមិនដែលធ្លាប់ពោលមិនដែលធ្លាប់រៀនគឺប្របាក់នឹងឯងអញ្ចឹងយើងត្រូវតែទី1យើងត្រូវមានសេចក្តីជ្រះថ្លាមានសេចក្តីជ្រះថ្លាហើយយើងតាំងចិត្តថាត្រូវតែរៀនឲ្យចេះរៀនឲ្យចាំពីព្រោះធម៌នេះគឺសំខាន់សម្រាប់យើងជាបុណ្យកុសលយើងចេះទៅយើងនមស្ការប្រចាំថ្ងៃរបស់យើងនៅនឹងផ្ទះនៅនឹងគេហដ្ឋានរបស់យើងហ្នឹងគឺថាចម្រើនជាបុណ្យកុសលជាប្រចាំទុកដាក់ក្នុងសន្តានរបស់យើងអញ្ចឹងទៅជាទីពឹងសម្រាប់បច្ចុប្បន្នហ្នឹងក៏ដូចជាទៅកាន់បរលោកផងដែរពីព្រោះមានតែបុណ្យកុសលនេះទេទើបជាទីពឹងពិតប្រាកដសម្រាប់យើងនៅពេលដែលយើងឃើញអំពីគុណសម្បត្តិបែបហ្នឹងហើយយើងត្រូវតែតាំងចិត្តឲ្យបានមុតទន្ទិញឲ្យចាំចឹងណាញោមហើយរបៀបទន្ទិញដូចអាបានជម្រាបជូនខាងដើមមកហើយគឺយើងទន្ទិញមកពាក្យអញ្ចេះសិនមកណាហើយសឹមយើងទន្ទិញផ្គួបគ្នាទៅឬក៏យើងទន្ទិញយ៉ាងណាក៏អញ្ជើញទៅតាមអធិស្ឋានរបស់ញាតិញោមយើងដែលសន្សំមកផ្សេងគ្នារៀនយ៉ាងណាក៏រៀនទៅឲ្យតែចាំបាទអញ្ចឹងប៉ុណ្ណឹងទេណាញាតិញោមជាចុងក្រោយនេះក៏សូមប្រម៉ែប្រមោកបុណ្យកុសលលើកជូនដល់ញាតិញោមគ្រប់រូបសូមអនុមោទនាចំណែកបុណ្យកុសលនេះហើយក៏សូមបានបរិបូរទៅដល់សេចក្តីសុខទីបំផុតទៅរួចផុតចាកទុក្ខសូមអនុមោទនាខ្ញុំបកណាធម្មកាមោអូនថាសូមក្រាបថ្វាយបង្គំលានិងចម្រើនពរលាជួបគ្នានៅក្នុងមេរៀនក្រោយៗជាបន្តទៀត